ជម្រាបសួរពុកម៉ែបងប្អូនអរគ្នាស្វាគមន៍មកកាន់វីដេអូខ្ញុំបាទថ្ងៃនេះខ្ញុំមានវីដេអូមួយคลิปដែលចង់ថតអំពីដើមផ្កានៅក្នុងសួនបងប្អូនសួនផ្កាមានដើមខ្លះផ្កាពណ៌លឿងមានជិលដើមខ្លះផ្កាពណ៌ក្រហមអញ្ចឹងវិញផ្កានៅតាមសួនបងប្អូនបានភ្លៀងមេពីមេមកបានពណ៌ឡើងខៀវអញ្ចឹងទៅកាលហ្នឹងយើងដាំតែងលម្អបងប្អូននៅមុខផ្ទះក្នុងសួនអញ្ចឹងទៅណាឬក៏តាមភោជនីយដ្ឋានអញ្ចឹងទៅតែនេះគេដាំលម្អសួននៅក្នុងវត្តអញ្ចឹងនេះមុខកត់អញ្ចឹងទៅហ្នឹងហើយបងប្អូនមកពេញចិត្តនឹងវីដេអូបងប្អូនណាជួយចុច Subscribe ម្នាក់មួយផងដើម្បីជាកម្លាំងចិត្តធ្វើវីដេអូបន្តទៅខាងមុខទៀតបងប្អូនផ្កាមានពីរពណ៌បងប្អូននេះពណ៌លឿងនេះតែខាងនេះពណ៌ក្រហមនេះលឿងក្រហមនៅមួយគ្នាហ្នឹងហើយបងប្អូនអរគុណដែលបានតាមដានវីដេអូបងប្អូនជួយចុចសញ្ញា Subscribe អ្នកមួយបងប្អូនសូមអរគុណសូមជម្រាបលា